This is a drama. I'm the drama. សួស្តីទាំងអស់គ្នាការពិភាក្សាមួយអ្នកទាំងអស់គ្នាបានជួបជាមួយនឹង admin ពូហារួចហើយឥឡូវមកបន្តភាគ2ជាមួយនឹង admin SN វិញម្ដងសាច់រឿងរបស់យើងកាត់មកដល់ស៊ូវ័យត្រឡប់មកដល់ clinic វិញហើយទឹកបុករបស់គាត់ហ្នឹងគឺអត់សប្បាយចិត្តទេឲ្យសប្បាយចិត្តយ៉ាងម៉េចបើឃើញអតីតសង្សារខ្លួនឯងដែលស្រឡាញ់ពេញបេះដូងហ្នឹងទៅថប់ជាមួយនឹងសង្សារថ្មីរបស់គេអ្នកណាក៏ឈឺចិត្តដែរលោកគ្រូពេទ្យជាងគ្រាន់តែឃើញស៊ូវ័យមកដល់ភ្លាមឲ្យទឹកបុកអត់ស្រួលក៏រត់ទៅសួរភ្លាមថាមានរឿងអីប៉ុន្តែស៊ូវ័យហ្នឹងបានបដិសេធអត់ឆ្លើយទេឲ្យសុំពេលនៅតែម្នាក់ឯងស៊ូវ័យនិយាយហើយហ្នឹងក៏ដើរចូលទៅបន្ទប់បាត់ទៅហើយដុកទ័រជាងរបស់យើងហ្នឹងក៏អត់បខំដែរដោយសារតែមិត្តអត់ចង់និយាយប៉ុន្តែក្នុងចិត្តហ្នឹងក៏បារម្ភហើយគណៈពេលនោះផងដែរឆឹងអ៊ីដែលជាកូនប្រុសទី2សម្រាប់ចិត្តរបស់ admin ហ្នឹងគឺបានមកញ៉ែអ្នកគ្រូពេទ្យឆ្នះរបស់យើងហ្នឹងទីហើយប៉ុន្តែកូនស្រីឆ្នះរបស់យើងហ្នឹងគឺនៅតែដែរមកលើកណាក៏ដោយក៏ពាក់មុខយ៉ាក់ដាក់ដែរអត់ដែរស្វាគមន៍អាបងអីបន្តិចសោះហើយស្ទាយញ៉ែរបស់ឆឹងអ៊ីហ្នឹងគឺចម្លែកខ្លាំងមែនតើខ្លួនឯងហ្នឹងមកឲ្យដុកទ័រជាងយើងហ្នឹងព្យាបាលប៉ុន្តែខ្លួនគាត់ហ្នឹងអត់មានឈឺអីទេគាត់សុំឲ្យដុកទ័រជាងហ្នឹងព្យាបាលដុកទ័រជាងហ្នឹងបកកែអីហ្នឹងឲ្យព្យាបាលគាត់ហ្នឹងផ្នែកហ្នឹងទៅយោចេះមានចឹងដែរណកូនស្រីឆ្នះយើងលឺហើយគឺគាត់ធ្វើទឹកមុខថាអត់មិនបានឡើយហើយគាត់នឹងក៏ឆ្លើយថាឥឡូវហ្នឹងគឺម៉ោងញ៉ាំអាហារថ្ងៃត្រង់អញ្ចឹងអត់បើកដំណើរការព្យាបាលទេនិយាយហើយអត់មាននៅសាមតបាយច្រើនទៅញ៉ាំអាហាររបស់គាត់តែម្ដងហើយគិតថាឆឹងអ៊ីឈប់ត្រឹមនឹងតទៅយូមកតាមឆាឆៅអូននៅកន្លែងញ៉ាំអាហារទៀតកុំជោកូនស្រីឆ្នះយើងគឺគាត់ធុញមកឆឹងអ៊ីដល់កំពូលហើយអញ្ចឹងសំបីតាអាហារក៏គាត់លែងចង់ញ៉ាំទៀតដែរហើយក៏ដើរចេញទៅរយលក្ខណៈថាគាត់អត់ចង់ឃើញមុខអត់ចង់ជួបអត់ចង់លឺសំឡេងលក្ខណៈថាធុញមកចប់ហ្មងនិយាយទៅខ្មោចសាហាវកូនស្រីយើងឆឹងអ៊ីគាត់ប្រភេទថាកូនស្រីយើងរត់តែខ្មោចគឺគាត់រត់ទៅតាមអញ្ចឹងហើយគឺគាត់រៀងកូនស្រីយើងឲ្យទៅណាទេសែសួយទឹកមុខរបស់គាត់ពេលហ្នឹងគឺមើលដល់កំពូលហើយគឺគាត់ខឹងឆឹងអ៊ីខ្លាំងមែនទែនគាត់សួរឆឹងអ៊ីថាចង់បានអីគេឆឹងអ៊ីលឺអញ្ចឹងគឺគាត់អត់តបទេអ្នកនរគ្នាគឺគាត់ហ្នឹងដើរមកចិត្តសែសួយម្ដងបន្តិចហើយខិតចិត្តដល់ឡើងស៊ីអារម្មណ៍ក៏បាក់ខូចហ្មងកូនហ្នឹងខិតចិត្តតែរាងកាយមកជុំឯណាមុខរបស់គាត់និយាយពីថាស៊ីអារម្មណ៍ដល់កខិតចិត្តកូនស្រីយើងហាក់ដូចជាបញ្ចោអារម្មណ៍តែថាចង់ថោកអញ្ចឹងណាតែតាមពិតហ្នឹងគឺអត់ថោកទេគ្រាន់តែចង់ដិតអារម្មណ៍ក៏ដូចជាចង់ញ៉ាស់អូនលេងហើយធៀបពិតហ្នឹងគឺគាត់ហ្នឹងទៅដោះយកផ្ទាំងពាក្យស្លោកដែលនៅខាងក្រោយកូនស្រីរបស់យើងទៅវិញទេនៅលើផ្ទាំងហ្នឹងគឺគេបានសរសេរថាវិជ្ជបណ្ឌិតដ៏ជំនាញឆឹងអីបន្ទាប់ពីគាត់បានឃើញពាក្យដែលនៅលើផ្ទាំងហ្នឹងហើយគាត់ក៏បានសុំកូនស្រីរបស់យើងហ្នឹងជួយធ្វើឲ្យគាត់ហ្នឹងមានធម៌ពលឡើងវិញដោយប្រើប្រាស់ជំនាញហ្នឹងហើយឆឹងអីអ្នកទាំងអស់គ្នាគឺក្បាលខូចសាហាវពាក្យដែលគាត់ថាមានធម៌ពលឡើងវិញហ្នឹងមិនមែនសំដៅទៅលើការមានកម្លាំងធម៌ពលឡើងវិញទេណាគឺសំដៅទៅលើអូនតូចរបស់គាត់នោះហើយនិយាយតែពាក្យសម្ដីអត់អស់ចិត្តណាគឺលេងទឹកមុខឲ្យចោលដៃកូនស្រីរបស់យើងហ្នឹងទៅរកអូនតូចរបស់គាត់ទៀតដល់ពេលអញ្ចឹងទៅសែវស្រួយគឺគាត់ទប់កំហឹងគាត់លេងបានហើយពេលហ្នឹងហើយគាត់ក៏អស់ការអត់ធ្មត់ដែរអញ្ចឹងហើយគាត់ក៏បានផ្ទះកាភ្លៀងឆឹងអីហ្នឹងនឹងសោតែផ្លាញ់ណែកូនស្រីយើងឆ្នាំមិនធម្មតាទេអេដមីនសូមដាក់មកកាភ្លៀងនេះថាមកកាភ្លៀងភ្ជាប់និស័យនិយាយទៅបើអូនផ្ទះបងមកកាភ្លៀងហើយបងយកអូនធ្វើប្រពន្ធទៅអត់បានកូនស្រីយើងផ្ទះកាភ្លៀងគេតែប៉ុណ្្នឹងហើយមិនមែនចប់ទេនៅឆ្លៀតឌីគេឡើងមកឃ្លាទៀតគាត់ថាគាត់ជំនាញព្យាបាលចំពោះមនុស្សដែលអត់គេខ្មាស់ហ្នឹងហើយមកពីកូនប្រុសអ្នកទាំងអស់គ្នាមាត់ឆ្កែអញ្ចឹងកូនស្រីអេដមីនឌីលគឺសមហើយឆឹងអីនៅពេលដែលត្រូវសៀសួយផ្ទះមកកាភ្លៀងគឺគាត់ភាំងគាំងធ្វើអីលែងត្រូវគឺគាត់អត់នឹកស្មានថាសៀសួយនឹងហ៊ានផ្ទះកាភ្លៀងគាត់អញ្ចឹងទេដោយសារតែគាត់គឺជាកូនមហាសេដ្ឋីមានទាំងលុយមានទាំងអំណាចអត់ដែរមានអ្នកណាម្នាក់ហ៊ានធ្វើអញ្ចឹងដាក់គាត់ទេដល់ពេលលើកទី1មានអូនសម្លាញ់គេធ្វើដាក់អញ្ចឹងទៅគ្នាក៏ភាំងទទួលយកអត់តាន់បានឆឹងអីតាំងពីគាត់កើតមកគឺមានតែមនុស្ស2នាក់ប៉ុណ្ណោះដែលហ៊ានវាយគាត់ទី1គឺឈីឆឹងហើយទី2គឺសៀវស៊ួយកូនស្រីរបស់អេដមីននឹងឯងអាណិតឆឹងអីដែរណោះមិនតាន់ដឹងអីផងស៊ីមកកាភ្លៀងបាតធ្វើមិនទេបើកូនស្រីរបស់ខ្ញុំគឺឆ្នះអញ្ចឹងទ្រាំទៅបើស្រឡាញ់ហើយអ្នកទាំងអស់គ្នាសាក់គិតទៅមើលមិនតាន់ត្រូវជាស្អីនឹងគ្នាផងត្រូវកូនស្រីរបស់អេដមីនហ្នឹងបង្ក្រាបដល់ថ្នាក់នឹងទៅហើយចុះតម្រាំតែត្រូវជាស្អីនឹងគ្នាទៀតចឹងមិនឆឹងអីហ្នឹងរៀបដូចកន្ទេទៅហើយឆឹងអីបន្ទាប់ពីត្រូវបាត់ដៃរន្ទះរបស់ប្រពន្ធហើយគឺគេលែងហ៊ាននៅ clinic ហ្នឹងទៀតហើយគេក៏បានដើរចេញពី clinic ហ្នឹងទាំងស្ញោមើលទៅគួរឲ្យអាណិតដល់ហើយនេះទឹកមកកូនស្រីយើងនិយាយពីថាញញឆ្នះសាហាវខ្មោចក៏ខ្មោចដែរប្រយ័ត្នអត់លិតណាកូនគេយកទៅបានរាល់ហេតុការណ៍ទាំងអស់ដែលបានកើតឡើងមិញគឺស៊ូវ័យក៏បានឃើញទាំងអស់អញ្ចឹងហើយនៅពេលដែលឆឹងអ៊ីចាក់ចេញទៅគាត់ក៏បានរត់មករកសែស៊ុយឡើងលឿនការដែលគាត់រត់មកហ្នឹងគឺដោយសារតែគាត់គិតថាសែស៊ុយរបស់យើងហ្នឹងគឺមានវិធីសាស្ត្រដើម្បីធ្វើឲ្យមនុស្សប្រុសហ្នឹងមកលងស្នេហ៍គាត់ក៏បានសុំឲ្យសែស៊ុយហ្នឹងយកគាត់ជាសិស្សឲ្យបរិញ្ញាគាត់សែស៊ុយក៏ឆ្ងល់ក៏ឲ្យយកពីសម្ដីដែលស៊ូវ័យនិយាយទេគាត់ក៏សួរទៅថាចង់ឲ្យបរិញ្ញាអីគេស៊ូវ័យក៏ថាគឺបរិញ្ញាគាត់អំពីការធ្វើឲ្យមនុស្សប្រុសហ្នឹងចាប់អារម្មណ៍លឺឲ្យឡើងគាំងមើលមេរៀនដែលគេចង់រៀនអស្ចារ្យណាស់កូនស្រីខ្ញុំមួយទៀតនេះហើយមូលហេតុដែលគាត់ឲ្យសែស៊ុយបរិញ្ញាគាត់អំពីវិធីធ្វើឲ្យមនុស្សប្រុសចាប់អារម្មណ៍ហ្នឹងគឺគាត់មានគោលបំណងច្បាស់លាស់របស់គាត់ណាគឺ
គាត់ចង់ទៅតាក់យកមិត្តប្រុស EX របស់គាត់គឺគាត់ចង់សងសឹកវិញកាត់មកដល់ឈឹងអីវិញពេលហ្នឹងគឺគាត់នឹងកូនចៅរបស់គាត់ហ្នឹងបានដើរមកដល់ឡានហើយកូនចៅរបស់គាត់ហ្នឹងបានផ្ដល់យោបល់គាត់ថាឲ្យឈប់មករញ៉េរញ៉ៃជាមួយនឹងសែស៊ួយទៀតទៅដោយសារតែឃើញសែស៊ួយរបស់យើងកាច់ឆ្នះអញ្ចឹងហ៎មានមនុស្សច្រើនណាស់ដែលតម្រង់ជួរមករយច្បាយរបស់គាត់អញ្ចឹងហើយគាត់ចង់ឲ្យច្បាយរបស់គាត់មកខាត់ពេកជាមួយនឹងសែស៊ួយរបស់យើងទេឈឹងអីគឺគាត់ស្ដាប់ឡើយគឺគាត់បានតាំងចិត្តណាស់ថានឹងត្រូវយកឈ្នះបេះដូងសែស៊ួយឲ្យតតបានហើយការដែលគាត់ធ្វើបែបហ្នឹងមិនមែនមានន័យថាគាត់ស្រឡាញ់សែស៊ួយនោះទេខណៈពេលឥឡូវហ្នឹងគឺគាត់អត់ទាន់មានចិត្តស្រឡាញ់សែស៊ួយនៅឡើយទេការដែលគាត់ធ្វើបែបហ្នឹងគឺគាត់ចង់ឈ្នះឈីឆឹងគឺគាត់យល់ច្រឡំថាឈីឆឹងហ្នឹងគឺចាប់អារម្មណ៍ជាមួយសែស៊ួយគាត់អត់ដឹងទេថាឈីឆឹងហ្នឹងអ្នកដែលគាត់ចាប់អារម្មណ៍ហ្នឹងគឺស៊ូវៃនោះទេចាំមើលតម្រាំតែដឹងការពិតហ្នឹងធ្លាក់ក្នុងអន្លង់ស្នេហ៍របស់លោកគ្រូពេទ្យឆ្នះហ្នឹងមែនតើណៃបកមកកាន់កូនស្រីរបស់យើងទាំងពីរអ្នកវិញពេលហ្នឹងស៊ូវៃកំពុងតែរៀបរាប់រឿងរ៉ាវរបស់គាត់ទៅប្រាប់សៀស៊ួយដើម្បីឲ្យសៀស៊ួយហ្នឹងព្រមទទួលគាត់ជាសិស្សបរិញ្ញាគាត់ពីព្រោះថាគាត់ចង់សងសឹកអតីតមិត្តស្រីរបស់គាត់ឲ្យនាងឈឺចាប់ដូចអ្វីដែលគាត់ធ្លាប់បានជួបហើយគាត់ហ្នឹងក៏ចង់ធ្វើឲ្យឈីឆឹងហ្នឹងឈឺចាប់ដូចគ្នាដែលមកយកសង្សាររបស់គាត់ហើយក៏ថាវិធីសាស្ត្ររបស់គាត់ហ្នឹងគឺល្អបំផុតហើយគឺជាយុទ្ធសាស្ត្រមួយដែលគេហៅថាព្រួញមួយបានសัตว์ពីរហើយអ្នកទាំងអស់គ្នាកុំយកច្រឡំស៊ូវៃហ្នឹងគឺគាត់មានកម្រងធ្វើឲ្យឈីឆឹងហ្នឹងចាប់អារម្មណ៍គាត់ប៉ុន្តែគាត់មិនទៅញ៉ាយឈីឆឹងទេប៉ុន្តែផ្ទុយមកវិញគាត់នឹងធ្វើឲ្យឈីឆឹងចាប់អារម្មណ៍គាត់ហើយនឹងធ្វើឲ្យឈីឆឹងហ្នឹងជាអ្នកដេញតាមស្រឡាញ់គាត់វិញលក្ខណៈថាគេរៀបកម្រងបែបអញ្ចឹងណាស៊ូវៃកូនស្រីរបស់យើងគឺគេជឿជាក់លើផែនការរបស់គេសាហាវណាស់តែមិនដឹងថាយ៉ាងណាយ៉ាងណីនោះទេអេដមីនខ្លាចតែដាក់អន្ទាក់គេប៉ុន្តែចុងក្រោយខ្លួនឯងជាអ្នកជាប់អន្ទាក់ទៅវិញហ្នឹងចប់តែហ្មងដល់ពេលសែស៊ួយវិញគឺគាត់អង្គុយស្ដាប់ស៊ូវៃនិយាយរៀបរាប់ពីផែនការហ្នឹងឡើងហំហានហើយលើកមេដៃទៅសារមួយទៀតថាផែនការហ្នឹងល្អប៉ុន្តែចុងក្រោយគាត់សម្រេចចិត្តអត់ជួយបរិញ្ញាទេអីកប់លូប៉ុន្តែស៊ូវៃគឺគាត់មិនប្រឈប់ត្រឹមហ្នឹងទេគឺគាត់នៅតាមអង្វរសែស៊ួយឲ្យព្រមបរិញ្ញាគាត់ប្រាប់សែស៊ួយថាប្រសិនបើសែស៊ួយមានមិត្តស្រីដែលសេពគប់គ្នារយៈពេល3ឆ្នាំហើយបានឃើញនាងទៅថើបមនុស្សប្រុសផ្សេងនៅចំពោះមុខនោះសែស៊ួយនឹងបានដឹងអំពីទំហំនៃការឈឺចាប់របស់គាត់នៅពេលនេះហើយសែស៊ួយនៅពេលដែលគាត់ស្ដាប់ដល់ចំណុចហ្នឹងហើយទឹកមុខរបស់គាត់ក៏ប្រែទៅជាស្រពាប់ស្រពោនបើតាមអេដមីនស្មានប្រហែលជាគាត់មានអតីតកាលស្រដៀងនឹងរឿងហ្នឹងហើយមើលទៅប៉ុន្តែដោយសារតែសាច់រឿងគេអត់ទាន់បង្ហាញអស់អញ្ចឹងមានតែយើងចាំមើលតទៅមុខទៀតហើយទីបំផុតសែស៊ួយក៏បានយល់ព្រមបង្រៀនស៊ូវៃហើយគាត់បានប្រាប់ទៅកាន់ស៊ូវៃឲ្យរកព័ត៌មានលម្អិតទាំងអស់អំពីឈីឆឹងដើម្បីដំណើរការផែនការមួយនឹងបានស៊ូវៃនៅពេលដែលសែស៊ួយព្រមបរិញ្ញាគាត់អញ្ចឹងគឺគាត់ឡើងសប្បាយចិត្តសាហាវតែម្ដងដល់ថ្នាក់លុតជង្គង់ហើយសែស៊ួយរបស់យើងសិតថាលោកគ្រូទៀតកន្លែងហ្នឹងគឺបង្ហាញអំពីទម្លាប់ទម្លាប់នៅប្រទេសចិនអ្នកទាំងអស់គ្នាគឺកូនសិស្សតែងតែលុតជង្គង់គោរពលោកគ្រូគេចំណេញហើយបន្ទាប់មកសាច់រឿងរបស់យើងក៏កាត់មកដល់នៅពេលដែលកូនស្រីរបស់យើងទាំងពីរចាប់ផ្ដើមរៀនពីវិធីតាក់ប្តីសម្រាប់អ្នកដែលស៊ីងកហ្នឹងមើលយកជាគំរូទៅគេលោលែងនៅស៊ីងកលហើយមេរៀនដំបូងដែលសៀស៊ួយបង្រៀនទៅកាន់ស៊ូវៃហ្នឹងគឺជាព័ត៌មានទូទៅរបស់ឈីឆឹងគឺគាត់មានអាយុ28ឆ្នាំហើយគឺជាកូនមហាសេដ្ឋីនៅក្នុងគ្រួសារគាត់គឺជាកូនទី2ហើយសត្វដែលគាត់ស្រឡាញ់បំផុតគឺជាសត្វពស់គឺស្រឡាញ់ស្ទើលេបទៅហើយលឺអញ្ចឹងតិច fan ទាំងអស់គ្នាចង់ខ្លាចជាពស់អេដមីនសុំរីខមមិនថាកុំធ្វើអញ្ចឹងអីហើយពស់ដែលសំណប់ចិត្តរបស់គាត់ខ្លាំងបំផុតនោះគឺជាស្ដេចពស់សលាយខ្មៅតិចតិចដែលស្ដេចពស់នោះមានឈ្មោះថាសែវស៊ូប៉ាវគាត់មានចំណេះដឹងអំពីទីផ្សារនៃពស់បានយ៉ាងល្អឥតខ្ចោះព្រមទាំងមានចំណង់ចំណូលចិត្តចូលចិត្តការប្រកួតនៃពស់ហើយរាល់ការប្រកួតគឺគាត់តែងតែយកពស់លឿងរបស់គាត់ដែលមានឈ្មោះថាហ៊ွန်ឡុងយកទៅប្រកួតជានិញឪពុករបស់គាត់មានឈ្មោះថាឈីយន់តាន់គឺជាអគ្គនាយករបស់យន់តាន់គ្រប់ដែលជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់នៃម៉ាស៊ីនស៊ូវៃនៅពេលដែលគាត់ដឹងថាឈីឆឹងគឺជាកូនប្រុសរបស់ឈីយន់តាន់គឺគាត់មូម៉ៅខ្លាំងហ្មងមូលហេតុដែលគាត់ខឹងហ្នឹងគឺដោយសារតែគាត់នឹកឃើញទៅដល់ឈីឆឹងដែលមករុករើឡានដឹកទំនិញរបស់គាត់ដោយសារតែឈីឆឹងហ្នឹងអាងតែខ្លួនឯងជាកូនរបស់អគ្គនាយកធ្វើអីស្រេចតែក្បាលវ៉ាល់អត់ខ្វល់ពីអ្នកណាអញ្ចឹងណាសៀស៊ួយហ្នឹងក៏បានប្រាប់គាត់ឲ្យតិចចិត្តដើម្បីបន្តមេរៀនរបស់ពួកគាត់ជាបន្តហើយមេរៀនជាបន្តហ្នឹងគឺនិយាយអំពីទំនាក់ទំនងស្នេហារបស់ឈីឆឹងទំនាក់ទំនងស្នេហារបស់គាត់គឺលក្ខណៈថាអត់ដែលមានទំនាក់ទំនងច្បាស់លាស់ជាមួយអ្នកណាទេគឺដូរគ្រប់សេរីបើនិយាយឲ្យអាក្រក់ស្ដាប់ទៅគឺស៊ីកវត្តចោលនិយាយទៅប្រវត្តិស្នេហាអត់ល្អសោះតែម្ដងហើយមិនត្រឹមតែប៉ុណ្្នឹងទេឈីឆឹងគឺជាប្រភេទមនុស្សដែលមានចំណង់តណ្ហាខ្ពស់ខ្លាំងមែនតើអត់មានហ៊ានសម័យទេថាកូនស្រីរបស់ខ្ញុំបើធ្លាក់ក្នុងកណ្ដាប់ដៃរបស់គេទៅនឹងខ្ទេចខ្ទីដូចខ្ទឹមប៉ុណ្ណាទៅសៀស៊ួយបន្ទាប់ពីគាត់ប្រាប់ព័ត៌មានលម្អិតគ្រប់យ៉ាងអំពីឈីឆឹងទៅដល់ស៊ូវៃហើយនឹងគាត់ក៏សួរថាតើស៊ូវៃនឹងគិតមិនដែរតើមានសង្ឃឹមអាចតាក់ចិត្តឈីឆឹងបានដែរឬក៏យ៉ាងណាដោយសារតែឈីឆឹងគេ perfect គ្រប់យ៉ាងដល់ពេលកូនស្រីយើងឡើងអត់មានអីសៀស៊ួយក៏បានបន្តសួរស៊ូវៃថាចុះបើសិនជាករណីមានចំណងមេត្រីភាពកើតឡើងតើគាត់នឹងសង្ឃឹមអត់ថាខ្លួនឯងនឹងអាចខ្លាយទៅជាថប់បើគេម៉ងនេះស៊ូវៃគឺគាត់ឆ្លើយឡើងលះហើយឡើងជឿជាក់ហ្មងគាត់ថាគាត់អាចគាត់ខំប្រឹង
ដឹងធ្វើការណាអញ្ចឹងកម្លាំងគាត់នឹងគឺខ្លាំងហើយឆ្លើយឡើងហោមហានឹងស្មានតែគាត់នឹងយល់ពាក្យថប់តែការពិតទៅគឺគាត់អាចយល់ទេថាពាក្យថប់នឹងគឺមានន័យថាម៉េចដោយសារតែគ្នាអត់ដែរមានប្រវត្តិស្រឡាញ់មនុស្សប្រុសដល់ពេលចឹងគ្នាអត់យល់ទេថាថប់នឹងគឺជាអីគេសៀសួយលឺហើយគឺគាត់ឡើងហួសចិត្តហ្មងនៅពេលដែលស៊ូវៃអត់យល់ពាក្យថប់ពាក្យបឋមអីអញ្ចឹងឯណាហើយសិតតែចង់ឲ្យគេនឹងបរៀងខ្លួនដើម្បីទៅតាក់មនុស្សប្រុសហើយសំបីតែពាក្យថប់នឹងអត់យល់ផងថាគឺជាអីគេហើយដោយសារតែស៊ូវៃនឹងគឺគាត់អត់យល់ពាក្យថប់ពាក្យបឋមទេអញ្ចឹងហើយលោកគ្រូសៀសួយរបស់យើងណាក៏បង្ហាញឲ្យស៊ូវៃរបស់យើងនឹងបានឃើញច្បាស់តែម្ដងថាថប់ហើយបឋមនឹងវាមានន័យថាម៉េចលោកគ្រូសៀសួយគាត់មិនមែនចេះតែបរៀនសិស្សលំលោមឯណាបរៀនសិស្សតែផ្ទាល់វីដេអូស្ដែងអញ្ចឹងណាអត់មានមកលំទ្រឹស្ដីអីទេស៊ូវៃនឹងហៅតែគ្នាជាក្មេងល្អអត់ដែលប្រឡូកនៅក្នុងរឿងអញ្ចឹងហើយក៏អត់ដែលមើលរឿងប្រភេទបែបហ្នឹងដែរដល់ពេលគ្នាឃើញដបងគឺគេឡើងអៀនគេយកដៃបិទភ្នែកគេហ៊ានមើលឯងចាំមើលបន្តិចទៀតគេឈប់អៀនឯងគេអនុវត្តផ្ទាល់ហ្មងបន្ទាប់មកគាត់ក៏បានសួរសៀសួយថាកាលពីមុនហ្នឹងសៀសួយធ្លាប់ធ្វើបែបហ្នឹងអត់យីកូនហើយលេងមកសួរគេត្រង់ចឹងហ្មងឲ្យខ្លាចគេអៀនទេអីសៀសួយហ្នឹងគឺគាត់អត់បានឆ្លើយទេពីព្រោះគាត់អៀនដែរបន្ទាប់មកគាត់ក៏បាននាំស៊ូវៃហ្នឹងនិយាយទៅលើប្រធានបទផ្សេងហើយចាប់ផ្ដើមអនុវត្តផែនការតេស្តទៅលើឈីឆឹងហើយនេះកូនស្រីរបស់ខ្ញុំទាំងពីរគឺលះបង់ខ្លាំងណាស់ដើម្បីតែតាក់ប្រុសហាខ្យល់ហាភ្លៀងគឺពួកគាត់កំពុងតែចាប់អនុវត្តផែនការដើម្បីឲ្យឈីឆឹងមកចាប់អារម្មណ៍ទៅលើស៊ូវៃគឺពួកគាត់កំពុងតែរងចាំឡានរបស់ឈីឆឹងជិះកាត់កន្លែងហ្នឹងគឺស៊ូវៃគាត់ជឿជាក់ខ្លាំងមែនតើថាឈីឆឹងនឹងជិះលើផ្លូវមួយហ្នឹងនិយាយគ្នាមិនតាន់បានប្រមាណផងឡានរបស់ឈីឆឹងពិតជាបានជិះកាត់កន្លែងហ្នឹងពិតមែនស៊ូវៃឃើញអញ្ចឹងណាក៏បានប្រាប់ឲ្យសៀសួយហ្នឹងតម្លាក់ខ្លួនទៅហើយគាត់នឹងក៏ចាប់ផ្ដើមអនុវត្តផែនការរបស់គាត់គឺស៊ូវៃកំពុងតែរុញទំនិញរបស់គាត់ប៉ុន្តែចៃដន្យអីពេលហ្នឹងគឺម៉ូតូរបស់គាត់ហ្នឹងគឺខូចហើយអញ្ចឹងគឺគាត់ព្យាយាមខ្លាំងមែនតើដើម្បីរុញទំនិញហ្នឹងនៅលើផ្លូវការដែលគាត់ធ្វើបែបហ្នឹងគឺគាត់មានបំណងឲ្យឈីឆឹងហ្នឹងបានឃើញហើយឈីឆឹងហ្នឹងមកជួយគាត់ដើម្បីធ្វើឲ្យអ្នកទាំងពីរមានឱកាសចាប់ផ្ដើមស្គាល់គ្នាម្ដងបន្តិចឈីឆឹងនៅពេលដែលគាត់បានឃើញថាស៊ូវៃកំពុងតែទាញទំនិញរបស់គាត់យ៉ាងវេទនាហ្នឹងគាត់ក៏បានចុះមកជួយទៅប៉ុន្តែមុននឹងជួយអនាគតប្រពន្ធហ្នឹងក៏បានឆ្លៀតដៀពីវិមាទៅគាត់ថាភ្លីភ្លើដល់ថ្នាក់ហ្នឹងចេះទៅរស់នៅដល់សពថ្ងៃកើនបន្ទាប់ពីគាត់ដៀលអនាគតប្រពន្ធរបស់គាត់ហើយហ្នឹងក៏បានជួយរុញទៅហើយស៊ូវៃនោះហេតុតែបានគេជួយហើយមិនជួយរុញបន្ថែមឯណាអង្គុយលើម៉ូតូឲ្យគេហ្នឹងរុញបន្ថែមទៀតយីកូនតែថាទៅលបងពោះយើងចិត្តបានដែរតើឃើញលំបាកអញ្ចឹងចេះជួយចេះអីណាប៉ុន្តែសង្ស័យតែចិត្តបានទៅជាមួយអូនគេមួយទេមើលទៅហើយនេះសែសួយលោកគ្រូដ៏ល្អរបស់ស៊ូវៃគឺគាត់អត់មានបានទៅណាទេគឺនៅចាំលួចមើលនឹងឯងនៅពេលដែលគាត់ឃើញឈីឆឹងរុញម៉ូតូហ្នឹងទៅឡើងវូគឺគាត់សរសើរហ្មងថាឈីឆឹងហ្នឹងគឺពិតជាខ្លាំងមែនតើបកមកកាន់គូរបស់ឈីឆឹងវិញនៅពេលដែលគាត់ជួយស៊ូវៃរុញអាតំណែងហ្នឹងផុតពីផ្លូវចំណោតហើយគឺគាត់នឹងយកឆាត់ពីស៊ូវៃហើយត្រឡប់ទៅឡានគាត់វិញឡើងលឿនដោយអត់មាននិយាយអីមួយម៉ាត់សូម្បីតែស៊ូវៃនិយាយពីអស់គុណហ្នឹងក៏និយាយមិនតាន់ផងប៉ុន្តែនៅគណៈពេលដែលឈីឆឹងជិះចេញទៅហ្នឹងគាត់ក៏ឆ្លៀតផ្ដោកសែភ្នែកមួយសិនកសែភ្នែកបែបថាមើលទៅបែបស្រឡាញ់អញ្ចឹងណាហើយបន្ទាប់ពីឈីឆឹងជិះឡានចេញទៅបាតសែសួយក៏បានមកជួបស៊ូវៃវិញរួចហើយពួកគាត់ក៏បានរៀបចំផែនការដែលត្រូវធ្វើជាបន្តហើយផែនការបន្តរបស់ពួកគាត់នោះគឺជាការបង្កើតឱកាសដើម្បីបានជួបឈីឆឹងឲ្យបានញឹកញាប់ក្នុងនោះផងដែរសែសួយក៏គាត់បានផ្ដល់យោបល់ឲ្យស៊ូវៃនឹងផ្លាស់ប្ដូរនៅការស្លៀកពាក់របស់គាត់ដោយសារតែស៊ូវៃនឹងការស្លៀកពាក់នឹងគឺសាមញ្ញខ្លាំងពេកហើយគឺមិនអាចទាក់ចិត្តមនុស្សប្រុសបានទេហើយនេះគឺជា style ស្លៀកពាក់ថ្មីរបស់គាត់អ្នកទាំងអស់គ្នាស៊ូវៃយើងហៅតែគ្នាជាសុភាពនារីដល់ពេលឲ្យគ្នាមកស្លៀកសិចស៊ីបញ្ចេញក្បាលពោះបញ្ចេញអីអញ្ចឹងគ្នាចេះតែមិនសំណុកក្នុងខ្លួនអ៊ីនលិចអ៊ីនកើតបាំងលិចបាំងកើតខ្មាស់គេអញ្ចឹងណារីឯសែសួយលោកគ្រូដ៏ល្អរបស់គេវិញអត់មានរត់ទៅណាចោលសិស្សទេគឺនៅចាំផ្ដោតដំបូន្មានដល់សិស្សជានិច្ចគាត់ប្រាប់ឲ្យសិស្សរបស់គាត់នឹងអត់ឲ្យធ្វើអញ្ចឹងទេធ្វើអញ្ចឹងបាត់ភាពតាក់ទាញអស់ហើយឲ្យងើយមកឡើងពឹងទ្រូងដើម្បីបង្ហាញពីភាពតាក់ទាញហើយនៅពេលដែលស៊ូវៃគាត់ធ្វើតាមមានអារម្មណ៍ថាល្អមើលខ្លាំងមែនតើអស់មនុស្សមិនដែលធ្វើអញ្ចឹងឲ្យធ្វើអញ្ចឹងវាឆ្កងហើយពេលនេះផងដែរពួកគាត់កំពុងតែនៅមុខក្លឹបដៃឈីឆឹងនឹងឧស្សាហ៍មកហើយការដែលគាត់មកធ្វើអញ្ចឹងគឺដើម្បីតាក់ចិត្តរបស់ឈីឆឹងនឹងឯងស៊ូវៃគឺគាត់ខំលះបង់ចង់ងាប់ខំតបតែងខ្លួនបែបថ្មីដែលខ្លួនឯងនឹងមិនដែលធ្វើក្នុងគោលបំណងដើម្បីតាក់ចិត្តឈីឆឹងហើយនៅពេលដែលឈីឆឹងដើរមកណាគឺគ្នាខំទៅធ្វើស្ទាយកាច់រឹកកាច់រៀងដើម្បីទៅតាក់ឈីឆឹងប៉ុន្តែចង្រៃអីគឺមានមនុស្សមកកាត់បាត់ខាតខ្លាំងណាស់កូនស្រីឯងរបស់ខ្ញុំខំលះបង់ប៉ុណ្្នឹងហើយអត់អាចតាក់ចិត្តរបស់បានទៀតឈីឆឹងគាត់ក៏ឃើញដែរអ្នកទាំងអស់គ្នាប៉ុន្តែគាត់អត់ចាប់អារម្មណ៍ទេហើយគាត់នឹងកដៅហួសទាំងសោយទៅស៊ូវៃពេលហ្នឹងគឺគាត់មួម៉ៅក្តៅក្រហាយខ្លាំងមែនតើនៅពេលដែលគាត់ខំលះបង់ដល់ប៉ុណ្្នឹងហើយប៉ុន្តែมันអាចតាក់ចិត្តឈីឆឹងឲ្យសម្លឹងមកកាន់គាត់បានបន្តខ្លួនឯងថារឿងមួយក៏ព្រោះតែគាត់មិនស្អាតសៀសួយលើអញ្ចឹងក៏បានទៅលើកទឹកចិត្តស៊ូវៃភ្លាមតែម្ដងថាអត់ឲ្យនិយាយបំបាក់ទឹកចិត្តខ្លួនឯងអញ្ចឹងទេត្រូវតែលើកទឹកចិត្តខ្លួនឯងរួចហើយគាត់ក៏បានផ្ដល់
ផែនការថ្មីហ្នឹងទៅឲ្យស៊ូវៃទៀតហើយពីព្រោះគាត់ទៅតែរកឃើញព័ត៌មានលម្អិតថ្មីមួយទៀតអំពីឈីឆឹងចំណងចំណូលចិត្តរបស់គាត់ក្រៅពីងប់ងល់នឹងពោះហើយគឺមានចំណុចមួយទៀតដែលគាត់ងប់ងល់នោះគឺជាការលេងបាល់បោះប្រសិនបើគ្មានកិច្ចការងារអីរវល់ចាំបាច់ទេឈីឆឹងគឺគាត់តែងមានទម្លាប់ទៅលេងបាល់បោះនៅឯតារាងបាល់បោះដែលធំបំផុតក្នុងទីក្រុងនៅរៀងរាល់ម៉ោង 5:30 នាទីល្ងាចជារៀងរាល់ថ្ងៃបន្ទាប់មកសាច់រឿងក៏កាត់មកដល់នៅពេលដែលស៊ូវៃមកតារាងបាល់បោះដែលឈីឆឹងតែងតែមកលេងហើយពេលហ្នឹងគឺគាត់លេងឡើងហត់ហើយប៉ុន្តែឈីឆឹងនឹងអត់ទាន់មកទេគឺគាត់ចាំមើលថាឈីឆឹងកាលណាមកស៊ូវៃឆ្លាតក៏ឆ្លាតខូចក៏ខូចអាមិញហ្នឹងអង្គុយឡើងខ្ជិលលេងសោះហ្នឹងប៉ុន្តែគ្រាន់តែកលេចទៅឃើញឈីឆឹងមកគឺគេនឹងស្វាហាប់ទៅក្នុងការលេងបាល់បោះតែម្ដងហើយបាល់ដែលគាត់បោះទៅហ្នឹងក៏បានធ្លាក់ទៅដល់ជើងរបស់ឈីឆឹងហើយគាត់នឹងក៏បានប្រាប់ឲ្យឈីឆឹងហ្នឹងទាត់បាល់ហ្នឹងមកឲ្យគាត់វិញឈីឆឹងយើងគ្រាន់តែជួបមុខស៊ូវៃឯងគាត់ក៏និយាយមកគាត់ថាមិនក៏ជួបមុខទៀតហើយស៊ូវៃគាត់ក៏ថាមិនគាត់មកលេងនៅហ្នឹងមិនបានទេអីកន្លែងហ្នឹងសាធារណៈតើអ្នកណាមកក៏បានដែរឈីឆឹងនៅពេលដែលគាត់លឺអញ្ចឹងទៅគាត់ក៏បានថាអីឲ្យស៊ូវៃទៀតដែរហើយដោយសារតែស៊ូវៃហ្នឹងមើលទៅតំណងឌឺគាត់ពេកគាត់ក៏ប្រពូស៊ូវៃហ្នឹងលេងបាល់បោះហ្នឹងមួយគ្នាហ្មងទៅហើយពេលអ្នកហ្នឹងតំតែលេងបាល់បោះហ្នឹងជាមួយគ្នាលើកទី1ទេប៉ុន្តែមើលទៅហាក់ដូចជាស៊ីចង្វាក់គ្នាដល់ហើយដូចជាធ្លាប់លេងជាមួយគ្នាតាំងពីណាមកអញ្ចឹងខណៈពេលដែលកំពុងតែលេងបាល់បោះសុកហ្នឹងស៊ូវៃហ្នឹងមិនដឹងជាយករបស់អីទេដាក់ចូលក្នុងកប៉ៅរបស់ឈីឆឹងហើយនៅពេលដែលម្ចាស់គេដឹងខ្លួនមើលស៊ូវៃយើងធ្វើចរិតឡើងខ្ជួនបន្ទាប់មកការលេងឈានចូលទៅដល់ជុំថ្មីមួយទៀតខណៈពេលទៅតែចាប់ផ្ដើមលេងជុំថ្មីបានបន្តិចហ្នឹងស៊ូវៃក៏បានធ្វើល្បិចជាដួលហើយក៏បានសុំឲ្យឈីឆឹងហ្នឹងជួយលើកគាត់ឡើងនិយាយទៅកូននេះល្បិចសាហាវហើយនៅខណៈពេលដែលឈីឆឹងជួយគាត់ហ្នឹងគាត់ក៏បានដាក់របស់អីមួយយ៉ាងចូលទៅក្នុងកប៉ៅឈីឆឹងទៀតហើយសាច់រឿងក៏បង្ហាញឲ្យឃើញថាស៊ូវៃគឺតែងតែដាក់របស់នៅក្នុងកប៉ៅឈីឆឹងរហូតមិនដឹងជាស្អីខ្លះនោះទេបន្ទាប់មកការលេងបាល់បោះក៏ដល់ទីបញ្ចប់ហើយស៊ូវៃក៏ដល់ពេលវេលាដែលគាត់ត្រូវត្រឡប់ទៅវិញដូចគ្នាគាត់ក៏បានប្រាប់ឈីឆឹងថាគឺគាត់នឹងត្រឡប់ទៅមុនហើយនៅខណៈពេលដែលគាត់ដើរត្រឡប់ទៅវិញនឹងស៊ូវៃក៏បានគិតនៅក្នុងចិត្តថាគឺគាត់នឹងបាត់ខ្លួនមិនមកលេងបាល់បោះនឹងរយៈពេល 2-3 ថ្ងៃដើម្បីធ្វើឲ្យឈីឆឹងនឹងនឹកនាដល់គាត់យុទ្ធសាស្ត្រនឹងគេហៅថាយុទ្ធសាស្ត្រដែលធ្វើឲ្យគេនឹងនឹកយើងឡើងតែអន្តែងឲ្យចង់ជួបមុខយើងអាយុទ្ធសាស្ត្រកន្លែងហ្នឹងវាលក្ខណៈបែបអញ្ចឹងអ្នកទាំងអស់គ្នាឧទាហរណ៍ថាគេឆាតមកយើងឡើង7ថ្ងៃពេញស្រាប់មកគេខានឆាតមកយើងឡើង3ថ្ងៃដល់ពេលហើយយើងមានអារម្មណ៍ថាជាមិនក៏គេនឹងអត់ឆាតមកយើងទៀតហើយយើងចាប់ផ្ដើមនឹកនាដល់គេបាត់ហើយពេលហ្នឹងហើយយើងនឹងនៅអសប្បុរសអសុខទេចង់ឲ្យតែគេនឹងឆាតមកទៀតបន្ទាប់មកសាច់រឿងក៏កាត់មកដល់3ថ្ងៃក្រោយមកកូនស្រីឯកយើងពិតជាបានបាត់ខ្លួន3ថ្ងៃរបស់គេមែនការបាត់ខ្លួនរបស់គាត់រយៈពេល3ថ្ងៃពិតជាអត្តពលទៅលើឈីឆឹងនៅពេលដែលគាត់លេងបាល់បោះណាគឺគេមកបបួលលេងជាគូជាមួយគាត់គឺគាត់បដិសេធអត់លេងជាមួយគេទេប៉ុន្តែគ្រាន់តែឃើញស៊ូវៃបង្ហាញខ្លួនឡើងវិញបន្ទាប់ពីបាត់ខ្លួនអស់រយៈពេល3ថ្ងៃហ្នឹងគឺបោះបាល់ទៅឲ្យស៊ូវៃភ្លាមតែម្ដងហើយគាត់ហ្នឹងក៏ថាមិនក៏ស៊ូវៃយើងហ្នឹងបាត់ខ្លួនអីយូរម៉េចបន្ទាប់ហើយស៊ូវៃក៏តបវិញថាម៉េចបារម្ភពីគាត់មែនឈីឆឹងក៏បានតបថាម៉េចទេហើយគាត់ក៏ប្រាប់ឲ្យស៊ូវៃហ្នឹងចងខ្សែស្បែកជើងទៅដោយសារតែខ្សែស្បែកជើងរបស់ស៊ូវៃហ្នឹងល្បូនហើយកូនស្រីឯករបស់យើងហ្នឹងឲ្យដៃគេសម្បើមណាស់ហើយទៅចង់តាក់គេពេលដែលគាត់ចងខ្សែស្បែកជើងណាគឺគាត់បែកកូតមកឲ្យឈីឆឹងមិនមែនបែកមុខមកឲ្យឈីឆឹងទេចំណែកឯឈីឆឹងវិញនៅពេលដែលគេដាក់ឲ្យមើលហើយរឿងអីថាមិនមើលហើយដល់ពេលមើលទៅមានអារម្មណ៍ថាយីដូចតំណងគាត់ដើរទៅវាយម្ដាយទៅហើយនឹងឈីឆឹងគ្រាន់តែវាយទេតែមិនដឹងក្នុងចិត្តរបស់គាត់ហ្នឹងគិតអីផងស៊ូវៃនៅពេលដែលត្រូវឈីឆឹងវាយអញ្ចឹងគាត់ក៏បានស្រែកឲ្យឈីឆឹងហ្មងថាឈួតទេអីឈីឆឹងគឺគាត់អត់តបថាម៉េចទេប៉ុន្តែគាត់បែរជាសាច់ដាក់ទៅវិញលក្ខណៈថាគាត់ខ្នាញ់រីឯនាងស៊ូវៃរបស់យើងហ្នឹងក៏អញ្ចឹងដែរឲ្យដៃគេសោះហ្នឹងដល់ពេលគេវាយមកជេរគេថាឈួតអីណាប៉ាន់សាហាវបន្ទាប់មកស៊ូវៃក៏បានអង្គុយសម្រាកនៅលើកៅអីហើយឈីឆឹងរបស់យើងក៏បានដើរមកអង្គុយជិតគាត់ផងដែរអាយ៉ាគេចាប់ផ្ដើមស្និទ្ធស្នាលគ្នាម្ដងបន្តិចឯណាបាត់មកគ្នាលេងបានឡើយបន្តិចទៀតស៊ូវៃក៏បាននិយាយពាក្យអរគុណទៅកាន់ឈីឆឹងក៏បានសួរគាត់ថាអរគុណគាត់រឿងអីគេស៊ូវៃក៏ថាទៅគឺអរគុណសម្រាប់ថ្ងៃមុនដែលបានជួយរុញរមាក់របស់គាត់ឡើងទៅលើផ្លូវចំណោទគាត់និយាយបណ្ដាគាត់ក៏បានដកយកស្ករគ្រាប់ក្នុងគោលបំណងយកចូលកប៉ៅឈីឆឹងទៀតហើយប៉ុន្តែពេលហ្នឹងឈីឆឹងគឺចាប់ដៃរបស់គាត់ជាប់អត់ឲ្យយកចូលក្នុងកប៉ៅរបស់គាត់ទេហើយគាត់ហ្នឹងក៏បានសួរទៅកាន់ស៊ូវៃថាអញ្ចឹងស៊ូវៃខំចំណាយពេលវេលាជាមួយគាត់ឡើងច្រើនហ្នឹងគឺដើម្បីតែចង់អរគុណទេមែនស៊ូវៃគឺគាត់ព្យាយាមកត្រាក់ដៃគាត់ចេញអ្នកទាំងអស់គ្នាប៉ុន្តែគឺគាត់អាចកត្រាក់បានទេដោយសារតែឈីឆឹងគាត់ខ្លាំងសឹងអីហើយអ្នកទាំងអស់គ្នារបស់មុនដែលស៊ូវៃយកចូលក្នុងកប៉ៅរបស់ឈីឆឹងហ្នឹងគឺមានតៅហ៊ូឡូលីប៉បហើយឥឡូវហ្នឹងគឺឲ្យស្ករគ្រាប់ទៀតអញ្ចឹងឈីឆឹងក៏បានសួរទៅកាន់គាត់ថាចាត់ទុកគាត់ហ្នឹងគឺជាកូនក្មេងមែនបានឲ្យរបស់ចឹងមកគាត់ស៊ូវៃក៏បានថាឲ្យឈីឆឹងហ្នឹងគ្មានដឹងអីទេដឹងអត់ថាស្ករគ្រាប់ដែលថារបស់កូនក្មេងហ្នឹងវាធ្វើឲ្យមនុស្សមានអារម្មណ៍ល្អហើយហេតុតែឲ្យស្ករគ្រាប់គេហើយគេមិនយកហែកញ៉ាំខ្លួនឯងហ្មងទៅយីកូននេះឡើងខ្ជួនដល់ពេលឈីឆឹងអាពេលគេឲ្យស្រួលបួលហ្នឹងធ្វើឯងមិនយកទេហើយឥឡូវប្រងមកដកស្ករគ្រាប់ហ្នឹងចេញពីមាត់កូនស្រីគេយីហើយកូនស្រីយើងហេតុតែខ្លាចអាបងចាប់ទៅដាំស្ករគ្រាប់គឺលែងអង្គុយចិត្តហើយគឺគេចេញមកឆ្ងាយវិញម្ដងយីគ្រាន់តែស្ករគ្រាប់សិនហ្នឹងកូនបន្ទាប់មកសាច់រឿងកាត់មកដល់នៅពេលដែលស៊ូវៃមកកន្លែងស្នាក់នៅរបស់គាត់វិញហើយ
គាត់ក៏បានប្រាប់សៀសួយថាគឺគាត់នឹងទៅរៀនបង្កាត់ពូជពស់នៅថ្ងៃស្អែកឈានចូលមកដល់ព្រឹកថ្ងៃថ្មីស៊ូវ័យគឺគាត់មកកន្លែងចិញ្ចឹមពស់តែម្ដងកន្លែងចិញ្ចឹមពស់ហ្នឹងគឺជាកន្លែងចិញ្ចឹមពស់របស់លពូវាងហើយលពូវាងគឺជាម្នាក់ដែលកំពុងអង្គុយនៅលើកៅអីនឹងឯងស៊ូវ័យក៏បានសុំលពូវាងរៀនអំពីវិធីបង្កាត់ពូជពស់ស៊ូវ័យធាតុពិតរបស់គាត់គឺគាត់ខ្លាចពស់ណាស់អ្នកទាំងអស់គ្នាគឺគាត់អត់បានចូលចិត្តពស់អីទេប៉ុន្តែដោយសារតែចង់តាក់ឈីឆឹងចឹងសុកចិត្តគ្រប់យ៉ាងដំបងដែលគាត់មករៀនណាសូម្បីតែក្លិនពស់ហ្នឹងក៏អាចធ្វើឲ្យគាត់នឹងស្លាប់បានដែរប៉ុន្តែស៊ូវ័យមិនបានបោះបង់នោះទេគាត់នៅតែប្រឹងតស៊ូបន្តហើយស៊ូវ័យគឺជាមនុស្សដែលឆាប់ស៊ាំនឹងបរិយាកាសជុំវិញខ្លាំងមែនទែនមិនទាំងបានប្រមាណថ្ងៃផងស៊ូវ័យក៏បានស៊ាំនឹងពស់ទាំងអស់ហ្នឹងហើយក៏ចេះពីវិធីបង្កាត់ពូជពស់មើលថែពស់និងការចាប់ពស់ផងដែរកាលពីមុនណាក្លិនពស់អាចធ្វើឲ្យគាត់ស្លាប់បានប៉ុន្តែពេលនេះវិញគាត់អាចញ៉ាំអាហារជាមួយនឹងក្លិនពស់ទាំងអស់ហ្នឹងដោយគ្មានបញ្ហាពេលនេះណាកូនស្រីឯករបស់យើងគឺគេមានជំនាញខាងពស់ហើយនៅតែថ្ងៃចេញចាក់ទេបន្ទាប់មកសាច់រឿងក៏ឈានចូលមកដល់ពេលយប់ហើយស៊ូវ័យពេលនេះគឺកំពុងតែនៅកន្លែងលេងបាល់បោះបន្តិចក្រោយមកឈីឆឹងក៏បានមកដល់ឈីឆឹងនៅពេលដែលគាត់ឃើញស៊ូវ័យនៅនឹងអញ្ចឹងគាត់ក៏ឆ្ងល់ហេតុអ្វីបានស៊ូវ័យត្រូវមកលេងកន្លែងបាល់បោះនឹងទៀតអង្កេងស៊ូវ័យបានអរគុណគាត់ហើយតើតាមការពិតទៅស៊ូវ័យមកកន្លែងនឹងវគ្គនឹងគឺគេមិនមែនមករកឈីឆឹងទេប៉ុន្តែគឺគេមកយកចិត្តពោះរបស់ឈីឆឹងវិញម្ដងគឺគាត់បានយកចំណីមកឲ្យពោះឈីឆឹងស៊ីឈីឆឹងនៅពេលដែលគាត់ឃើញស៊ូវ័យយកកណ្ដុរមកឲ្យពោះគាត់ស៊ីគឺគាត់និយាយឡើងជឿជាក់ហ្មងគាត់ថាពោះរបស់គាត់ក្រៅពីគាត់បច្ចុកគឺវាមិនស៊ីអ្នកណាបច្ចុកទាំងអស់ហើយគេឡើងជឿជាក់សាហាវប៉ុន្តែការជឿជាក់របស់គាត់នឹងឡើងអេសមេតែហ្មងពីព្រោះថាគ្រាន់តែស៊ូវ័យបច្ចុកកណ្ដុរភ្លាមគឺពោះរបស់គាត់នឹងស៊ីភ្លាមតែម្ដងគ្មានចាំស្អែកលោកបងពោះអើយលោកបងពោះត្រូវខ្មាស់គេនឹងបាក់មុខបន្តិចហើយកូនស្រីខ្ញុំណាខំទៅរៀនជំនាញពោះយ៉ាងល្បាក់ល្បិនរឿងអីគ្រាន់តែថាបច្ចុកចំណៃពោះប៉ុណ្ណឹងកូនស្រីខ្ញុំធ្វើមិនបានឈីឆឹងនៅពេលដែលគាត់ឃើញអញ្ចឹងគាត់ក៏សម្ដែងធ្វើទឹកមុខរបៀបថាខឹងតិចៗដើម្បីកុំឲ្យខ្លួនឯងនឹងបាក់មុខស៊ូវ័យនៅពេលដែលគាត់ឃើញទឹកមុខឈីឆឹងអញ្ចឹងគាត់គិតស្មានតែឈីឆឹងនឹងចំណែនដែលគាត់នឹងបញ្ចុកចំណៃពោះហើយអត់មានអីឲ្យគាត់អញ្ចឹងហើយគាត់ក៏ប្រាប់ឈីឆឹងថាកុំឲ្យចំណែនអីគាត់ក៏មានកាដូឲ្យដូចគ្នាហើយកាដូដែលស៊ូវ័យឲ្យទៅកាន់ឈីឆឹងនឹងវាគឺជាប្រភេទគ្រីមដែលលាបទៅដើម្បីផ្ដល់សំណើមឲ្យស្បែកនិយាយទៅកាដូដែលស៊ូវ័យឲ្យទៅកាន់ឈីឆឹងគឺប្លែករហូតបើមនុស្សធម្មតាគេអត់នឹកឃើញកាដូអញ្ចឹងជូនគេទេឈីឆឹងនៅពេលដែលគាត់ឃើញកាដូនឹងហើយគឺគាត់ទប់ស្ដាយអត់បានហ្មងហើយដោយសារតែអាគ្រីមនឹងឈ្មោះរបស់វាគឺប៉ាវអញ្ចឹងហើយគាត់ក៏ថាអញ្ចឹងចាប់ពីថ្ងៃហ្នឹងទៅគឺគាត់នឹងហៅស៊ូវ័យយើងថាអាតាប៉ាវស៊ូវ័យនៅពេលដែលឈីឆឹងនិយាយអញ្ចឹងគាត់គិតថាឈីឆឹងហ្នឹងគឺសើចចំអកឲ្យគាត់ហើយសើចចំអកទៅលើផលិតផលដែលគាត់ឲ្យហ្នឹងដល់ពេលអញ្ចឹងទៅគាត់ក៏កញ្ឆក់យកមកវិញគាត់ថាមិនយកហើយទៅហើយគាត់ថាកុំមកមើងងាយផលិតផលគាត់ឲ្យសោះផលិតផលដែលឈីឆឹងប្រើទាំងអស់ហ្នឹងគឺមិនល្អដូចផលិតផលរបស់គាត់មួយហ្នឹងទេចំណែកឯឈីឆឹងវិញភ្លាមគឺគាត់ចាប់កបួយកូនស្រីរបស់យើងហ្នឹងទាញមកចិត្តគាត់តែម្ដងហើយការដែលគាត់ទាញអញ្ចឹងអ្នកទាំងអស់គ្នាគឺគាត់ខឹងកូនស្រីរបស់យើងហ្នឹងកញ្ឆក់យកគ្រីមហ្នឹងទៅវិញគាត់ថាគាត់ចង់បានគ្រីមហ្នឹងតែបើមើលតាមខ្សែភ្នែកដូចមិនមែនចង់បានគ្រីមប៉ុន្តែដូចជាចង់បានអីផ្សេងវិញសង្ស័យតែចង់បានខ្លួនកូនស្រីខ្ញុំទេមើលទៅហើយលោកបងពោះហ្នឹងក៏អញ្ចឹងដែរគ្រាន់តែចង់បានសាប៊ូទៅវិញសោះយកធម្មតាទៅថៃចាំបាច់ទាញកបួយកឲ្យគេអាំងតែខ្លួនឯងកម្លាំងខ្លាំងចិត្តទៅធ្វើបាបគេទុនខ្សោយហើយស៊ូវ័យកូនស្រីឯងរបស់យើងហ្នឹងក៏បានឲ្យគ្រីមហ្នឹងទៅគាត់វិញទៅចង់បានម៉ងហ่ะយកទៅសាច់រឿងក៏កាត់មកការប្រារព្ធពិធីជប់លៀងរបស់កូនស្រីយើងទាំងពីរគឺអបអរទៅលើភាពជោគជ័យរបស់ស៊ូវ័យអំពីជំនាញផ្នែកពោះអញ្ចឹងការដែលគាត់ទៅបញ្ចុកចំណីពោះរបស់ឈីឆឹងហ្នឹងគឺដើម្បីតេស្តមើលថាតើជំនាញដែលគាត់រៀនមកហ្នឹងអាចប្រើការបាននៅហើយគាត់ហ្នឹងក៏តេស្តបានជោគជ័យអញ្ចឹងហើយពួកគាត់ក៏ធ្វើពិធីជប់លៀងហើយស៊ូវ័យក៏បានទិញពោះចំនួន200ក្បាលមកចិញ្ចឹមពីកន្លែងលោកពូវាងដែលគាត់បានទៅរៀនជំនាញពោះហ្នឹងផងដែរហើយការដែលគាត់ទិញពោះដល់ចំនួនច្រើនយ៉ាងនេះគឺគាត់គ្មានទិញមកធ្វើអីទេគឺទិញមកដើម្បីរៀបចំផែនការដាក់អន្ទាក់ឈីឆឹងដើម្បីឲ្យឈីឆឹងជាប់អន្ទាក់របស់គាត់សៀសួយស្ដាប់ហើយគឺថាគាំទ្រមកសាហាវហើយគាត់ហ្នឹងក៏បានឆ្លៀតស៊ូវ័យផងដែរថាផែនការនៅតារាងបាល់បោះហ្នឹងយ៉ាងម៉េចទៅហើយផែនការនៅតារាងបាល់បោះកន្លែងហ្នឹងគឺសៀសួយចង់សម្ដៅទៅលើផែនការចុងក្រោយដែលស៊ូវ័យយកចំណីទៅឲ្យពោះឈីឆឹងស៊ីអញ្ចឹងការដែលឲ្យចំណីទៅកាន់ពោះឈីឆឹងស៊ីហ្នឹងមិនមែនដើម្បីតែបញ្ជាក់ជំនាញរបស់គាត់តែម្យ៉ាងទេគឺវាមានអីដែលលើសពីហ្នឹងស៊ូវ័យក៏បានតបថាគ្រប់យ៉ាងគឺដំណើរការទៅតាមផែនការបានល្អខ្លាំងមែនទែនហើយគាត់ហ្នឹងគឺជឿជាក់ខ្លាំងណាស់ថាផែនការរបស់គាត់នឹងទទួលបានជោគជ័យហើយនឹងអាចអូសទាញឈីឆឹងឲ្យមករកគាត់បានសៀសួយគាត់ក៏ថាចុះបើសិនជាវាមិនជោគជ័យហើយมันអាចតាក់ទាញឈីឆឹងឲ្យមកបាននោះអញ្ចឹងមិនការខំប្រឹងប្រែងនៅក្នុងថ្ងៃហ្នឹងមិនអាសាបងទៅហើយទេអីប៉ុន្តែស៊ូវ័យគឺគាត់ជឿជាក់ខ្លាំងណាស់គាត់ជឿជាក់ថាផែនការរបស់គាត់នឹងជោគជ័យហើយគាត់ជឿជាក់ថាឈីឆឹងនឹងមករកគាត់ក្នុងរយៈពេល3ថ្ងៃទៀតកូនស្រីឯខ្ញុំគឺថាជឿជាក់សាហាវណាស់ចាំមើលលទ្ធផលយ៉ាងម៉េចដែរហើយសាច់រឿងរបស់យើងក៏ឈានចូលមកដល់ព្រឹកថ្ងៃថ្មីឆឹងអីគឺគាត់បានមករកអ្នកគ្រូពេទ្យឆ្នះរបស់គាត់
គាត់ទីរៃខណៈពេលដែលគាត់ចុះពីលើឡានភ្លាមមកគឺគាត់ឃើញសែស្រួយចេញពីមន្ទីរពេទ្យញញឹមឡើងប្រព្រាយដើរមកគាត់គិតថាប្រហែលជាសែស្រួយនឹងចេញមកទទួលគាត់អញ្ចឹងហើយគាត់ក៏ញញឹមឡើងប្រព្រាយទៅកាន់សែស្រួយហើយនិយាយទៅកាន់សែស្រួយប៉ុន្តែមានណាសែស្រួយយ៉ាងឡើងដើរហួសគាត់ឡើងអត់មានមើលគាត់សំបីតាបន្តិចហើយតាមក៏ពិតទៅគឺសែស្រួយគាត់បានទៅទទួលលោកតាដែលនៅក្បែរនឹងទៅវិញទេដល់ពេលអញ្ចឹងទៅឆឹងអីគាត់ឡើងអ៊ីមីហ្មងបន្ទាប់មកសែស្រួយក៏បានគ្រាលោកតាមកចូលក្នុង clinic របស់គាត់ហើយក៏បានមើលថែទាំជំងឺលោកតាហើយគាត់ណាគឺអិចណជាមួយនឹងឆឹងអ៊ីហ្មងប្រៀបដូចជាឆឹងអ៊ីអត់មានវត្តមាននៅក្នុង clinic នឹងយ៉ាងអញ្ចឹងសែស្រួយគឺគាត់មានការមមាញឹកខ្លាំងមែនទែននៅក្នុងការថែទាំអ្នកជំងឺអស់ពីម្នាក់ចូលម្នាក់អស់ពីម្នាក់ចូលម្នាក់ហើយអ្នកទាំងអស់គ្នាសែស្រួយគាត់មិនមែនត្រឹមតែព្យាបាលអ្នកជំងឺតាមមួយមុខទេពេលខ្លះណាគឺលោកអ៊ំលោកពូអ្នកមីនមកពឹងឲ្យគាត់នឹងជួយដោះស្រាយបញ្ហាផ្សេងៗថែមទៀតផងឧទាហរណ៍ថាទូរស័ព្ទគាត់ជាប់អីហ្នឹងក៏ពួកគាត់មករកសែស្រួយឲ្យជួយដោះស្រាយបញ្ហាហ្នឹងឲ្យគាត់ដែរដែលធ្វើឲ្យសែស្រួយហ្នឹងរវល់ខ្លាំងមែនទែនដល់ពេលអញ្ចឹងទៅឆឹងអីគាត់ក៏ល្អល្ងើគាត់ថាហ្នឹងគឺជា clinic ឬមួយក៏ជាសមាគមរកតែគាត់ទៅជួបសែស្រួយហ្នឹងគឺមិនបានតែម្ដងឲ្យតែគាត់ប្រឹងទៅជួបហ្នឹងដឹងតែមានគេមកកាត់បានមុនគាត់ហើយគ្នាខំចាំឡាមួយថ្ងៃដល់ពេលមានឱកាសបាននិយាយជាមួយសែស្រួយនិយាយជាមួយឡើងគំរោះគំរើយដាក់លក្ខណៈដែលសែស្រួយនិយាយហ្នឹងគឺបែបដេញតែម្ដងគាត់ថាឲ្យឆឹងអ៊ីថាបើសិនជាឆឹងអ៊ីហ្នឹងគ្មានការអីទេហ្នឹងឲ្យបញ្ញាត់ចេញទៅឲ្យលឿនទៅឆឹងអ៊ីទោះបីជាត្រូវអូននិយាយគំរោះគំរើយដាក់មិនក៏ដោយក៏នៅតែនិយាយសម្ដីញ៉ាយទៅកាន់អូនដដែលគាត់និយាយទៅកាន់សែស្រួយថាសូមឲ្យសែស្រួយហ្នឹងសែសំលើបវីតគាត់ផងហើយក៏ដល់ថាកូនស្រីរងយើងនឹងយល់ព្រមបដិសេធហើយលេងទឹកមុខដាក់ទៀតកុំជោសាច់រឿងក៏កាត់មកកាន់ឈីឆឹងពេលហ្នឹងគាត់កំពុងតែយកចំណៃទៅឲ្យពោះជាទីស្រឡាញ់របស់គាត់ប៉ុន្តែពោះរបស់គាត់ពេលហ្នឹងគឺប្រែប្រួលហើយចំណៃដែលគាត់បញ្ចុកឲ្យស៊ីហ្នឹងគឺវាមិនស៊ីនោះទេគឺវាឈប់ស៊ីតាំងពីថ្ងៃដែលស៊ូវ័យបញ្ចុកឲ្យវាស៊ីមកម្លេះពេលនេះផែនការរបស់ស៊ូវ័យគឺបានជោគជ័យហើយគឺពិតជាជោគជ័យដោយគេជឿជាក់ពិតមែនណោះមិនដឹងថាស៊ូវ័យរបស់យើងដាក់ស្នេហ៍ពោះហ្នឹងមិនខ្លះទេឡើងលែងស៊ីទោះបីជាឲ្យគេខំបញ្ចុកក៏ដោយឈីឆឹងពេលហ្នឹងគឺគាត់អស់វិធីសាស្ត្រហើយអត់ដឹងធ្វើម៉េចឲ្យពោះហ្នឹងស៊ីទេហើយគាត់ក៏ដឹងដែរថាគ្រប់យ៉ាងគឺជាស្នាដៃរបស់ស៊ូវ័យទាំងអស់បន្ទាប់មកសាច់រឿងក៏កាន់មកដល់នៅពេលដែលឈីឆឹងហ្នឹងបាននាំនាងពោះហ្នឹងមកចូលក្លឹបជាប្រចាំរបស់គាត់ទីហើយហើយគ្រាន់តែគាត់ដើរចូលមកដល់ក្លឹបភ្លាមអ្នកទាំងអស់គ្នាហើយតែគេសង្ហាតាក់ទាញបានទាំងមនុស្សស្រីទាំងមនុស្សប្រុសទៅសើគ្រប់គ្នាថាគាត់ហ្នឹងលយហើយនៅពេលដែលគាត់មកគាត់ក៏បានជួបឆឹងអ៊ីនៅក្នុងក្លឹបហ្នឹងផងដែរឆឹងអ៊ីក៏បានសួរទៅកាន់គាត់ថាតើមិនទាន់រកឃើញពោះទេអីពោះដែលឲ្យគាត់យកលេខអស់អ្នកទាំងអស់គ្នាឈីឆឹងគឺគាត់អាចឆ្លើយទេប៉ុន្តែគាត់និយាយចេះទៅវិញគាត់ថាម៉េចនៅមិនសុខទេមែននៅពេលដែលគ្មានគេមកប្រកួតពោះជាមួយឈីឆឹងឮហើយគាត់ក៏សើចហើយគាត់នឹងបាននិយាយថាយ៉ាងហោចណាស់ក៏នៅនាងពោះសនោះមួយទៀតដែរដែលជាកាដូមកពីវ៉ាងស៊ូអត់ដឹងថាវ៉ាងស៊ូនឹងគឺជាអ្នកណានោះទេឈីឆឹងគ្រាន់តែឮឈ្មោះនឹងភ្លាមមកគឺគាត់ក្តៅកាហាយយកតែម្ដងហើយប្រាប់ឆឹងអ៊ីថាមិនឲ្យរំលឹកពីឈ្មោះម្នាក់នោះឲ្យគាត់ឮនោះទេអ្នកទាំងអស់គ្នាសាក់ទាយទៅមើលថាតើវ៉ាងស៊ូនឹងគឺជាអ្នកណាហើយអ្វីបានជាឈីឆឹងគ្រាន់តែឮឈ្មោះនឹងហើយធ្វើឲ្យគាត់ខឹងខ្លាំងម្ល៉េះប៉ុន្តែបែរជាទុកពោះដែលគេឲ្យនឹងនៅជាប់ខ្លួនរហូតមិនថាទៅទីណាកន្លែងណានោះទេគឺយកទៅតាមជានិច្ចសាច់រឿងឈានចូលមកដល់ព្រឹកថ្ងៃថ្មីនៅឯ clinic របស់សែស៊ូយមិនដឹងថាពេលនេះគឺម៉ោងប្រហែលហើយនោះទេស៊ូវ័យគឺគាត់ទៅម្លងពីដេកទាំងនៅងួយហើយសំបីតែកៅអៅដេកហ្នឹងក៏គាត់មិនទាន់ផ្លាស់ផងសែស៊ូយឃើញអញ្ចឹងហ្នឹងក៏បានដេញឲ្យគាត់ហ្នឹងទៅផ្លាស់សម្លៀកបំពាក់ឲ្យលឿនទៅពីព្រោះថាអ្នកជំងឺរបស់គាត់ហ្នឹងចិត្តមកដល់ហើយបើសិនជាឃើញបែបហ្នឹងគឺវាមិនល្អស៊ូវ័យក៏បានតបថាអូខេគឺគាត់នឹងទៅងុយទឹកឥឡូវហ្នឹងហើយប៉ុន្តែគាត់មិនទាន់ទាំងបានទៅងុយទឹកផងគាត់ក៏កលែងឃើញថាឈីឆឹងហ្នឹងគឺបានមកហ្នឹងដល់ពេលអញ្ចឹងទៅស៊ូវ័យគាត់ឡើងស្លន់ដោយសារតែឈីឆឹងហ្នឹងមិនទាន់គ្រប់3ថ្ងៃផងឥឡូវហ្នឹងមករកគាត់បាត់ហើយពេលហ្នឹងគឺគាត់កំពុងតែនៅសម្លៀកបំពាក់គេងដល់អញ្ចឹងទៅគាត់ក៏មានបំណងលាក់ខ្លួនហើយប្រាប់ឲ្យសែស៊ុយហ្នឹងជួយគាត់ផងនិយាយហើយគាត់ក៏រត់ទៅពួននៅបន្ទប់គេងរបស់គាត់បាត់ទៅឈីឆឹងនៅពេលដែលគាត់មកដល់ក្នុងឃ្លាននៃគាត់ក៏បានសួរសែស៊ុយថាស៊ូវ័យនៅឯណាសែស៊ុយគាត់ក៏កុហកថាស៊ូវ័យគឺអត់នៅនឹងទេហើយក៏ដល់ថាឈីឆឹងនឹងជឿតើតើយូបានគាត់ជឿដល់អញ្ចឹងទៅគាត់បានព្យាយាមចូលទៅខាងក្នុងដើម្បីតាមរកស៊ូវ័យប៉ុន្តែត្រូវបានសែស៊ុយនឹងខាត់គាត់ហើយអ្នកទាំងពីរក៏បានចាប់ផ្ដើមធ្វើសង្គ្រាមគ្នាតាមរយៈខ្សែភ្នែករបស់សែស៊ុយនឹងប្រាប់គាត់ថាដាច់ខាតគឺមិនឲ្យចូលទៅទេប៉ុន្តែខ្សែភ្នែករបស់ឈីឆឹងគឺគាត់បញ្ជាក់ប្រាប់ថាដាច់ខាតគឺគាត់ត្រូវតែចូលទៅហើយចុងបញ្ចប់នៃសង្គ្រាមសែស៊ុយរបស់យើងគឺត្រូវបានចាញ់មិនអាចឈ្នះខ្សែភ្នែករបស់ឈីឆឹងបាននោះទេកាត់មកដល់ស៊ូវ័យវិញពេលហ្នឹងគាត់គិតថាប្រហែលជាឈីឆឹងនឹងទៅវិញបាត់ហើយគាត់ក៏បើកទ្វារខណៈពេលដែលគាត់បើកទ្វារហ្នឹងគឺឈីឆឹងនឹងមកដល់មាត់ទ្វារល្មម
แซ่สวยก้อนสไลไอเยืองคอมดันแตะเกดเอาเปเกมาดอกบะตบเธออันเพย์ไอนาให้ก่อนนั่งกับบ้านเดนชีชังเนาะไอเจนปีบะตบนั่งเตอร์มาโจบะตบเกชายๆจังเวียมันซ้ำให้นั่งก็จีบเราเจ้าบะตบนั่งคือเจียมันสไลไว้เนาะตาเวียนั่งอย่างไม่เตอร์ชีชังสู้ไว้ท่าอ้อยไม่ท่าเตะคือกอดอัดควอลคือกอดอัดจับอารมณ์เนาะแต่จับอารมณ์เขาขนมได้สู้ไว้เปะตะวิงสู้ไว้ไปนั่นคือกอดเพย์อ่ะปันใต้กอดพี่เยี่ยมปรับเพื่อนไอแทนเจียกับอ้อยเพย์ให้เพย์เถอะไอก่อนรวยให้ก็กับปรับชีชังท่าเอาเจนแต่ไกลเตอร์กอดตรายการงุยเติ้งชีชังกอดกับโยลปรอมปันใต้มนหนึ่งเจนเตอร์คือกบาคอยจะห้าไว้กูดโอนมวยเส้นบันเจนเตอร์นายกอนใส่ไม้จ้องปรับท้าเป็นนั่งก่อนไอเหมือนตอนเตยจีไอหนึ่งคณีเต้นน้าเกเห็นเตะกูดก่อนจ้องประสันบาเตยจีไอหนึ่งคณีเตี้ยตาเกหนึ่งเห็นดอลกับรัตนาเตอร์ตาก่อนไอซอจะอังเต้ก่อนก่อนใส่ไอเยืองเอาไปเกเนอหลังโดยก่อนชมาตาเดไปเกเจนเตอร์บ้านได้ไปเจนจะรักโดยจ้องไว้เกปันใต้กาเกเนอหลังอัดเฮียนให้หลังจังสตจังตังคลุนไอนั่งเทอร์ท็อปก่อนไอก่อนสู้ไว้บันตอนปีก่อนงวยตักให้ก็กับบ้านมาจูบชีชังได้ในจามกอดในขังกลางให้กอดสู้ชีชังท่ามิงกาไอใหญ่เมาชีชังก็กับท่ากอนกอดนั่งชื่อให้ก็จังไอสู้ไว้นั่งเชียบ่ากอนกอดนั่งคืออากอนปัวนั่งไอเนี่ยต่างออกเนี่ยจังกอดคือเอาปัวคือกอดนั่งมารอสู้ไว้เอาสู้ไว้นั่งซองไว้ได้จมเปะกอดนั่งตลับตัวเวงสู้ไว้ก่อนหลังชงอจะเปะไอเก๋ชีชังก็กระจับดามรีบรอบตาโหจะโหยโลลีป๊อปซนสู้ไว้เลยหายก็กระได้เช้าก็ท่าละบ่ถึงอ๋อนั่งกอดเอาแต่การชีชังตาไม่ก็คลายตัวเชียละบ่นั่งตัวเชียไว้เด็กก็จะเปะตัวเวงชีชังก็ใหญ่หลังเชยก็ท่าก็เป็นท่าจะเปะอันน่าคือกอดจังเอาสู้ไว้นั่งตลอดนั่งไอก้อนสู้ไว้ยังก็บ้าปากไก่ก็ท่าจังชีชังเลยให้ก็กับสไตล์แหลกกันนะท่าโหจัดก้าวปีม้วนกี่คำย่อยจัดอ่ะเลยทั่วด้วยกลุ่มรบกลุ่มเลยไอ้หญิงจังนั้นนะบรรทอมาชีชังก็กับบ้านโดประเทศบัตรในขนมการใหญ่ก็บ้านสู้แต่การสู้ไว้ท่าให้เราไว้บ้านเชียปีไงนั่งอัดเคยสู้ไว้เตเลนในกลายบ้านบ้านจังหน่อจับประดามแต่หันเตยนะเปเกอเตเลนจนแต่กอนเสยยังมวยบัตรกอนเสยยังน่าเฉลยหลังจืดเจาะก็ท่าก็อันจังเตยไม่ชีชังลือจำลายให้กระไดเชี่ยวจะใบกอนเสยยังยาวมองยี่หลบองนี่บ้านเต้คังจะใบกอนจำสปายเอาให้ก่อนนั่งกับบ้านสู้แต่การสู้ไว้ท่าจกกาปิมนนั่งไม่กระจังเล่นสู้ไว้บ่เยอะเนี่ยต่างอ๋อนี่คือก็อัดเฉลยเตะเดี๋ยวไปอัดเฉลยจังอ่ะชีชังกับบันจะเอาคลั่งมองท่าเฉลยเพลิมสู้ไว้ตัวใบจะเตยกากำเรียบแบบนั่งก็ได้ก็กอดในแต่อัดเฉลยได้ปันใต้เชี่ยสำนางล้อเนี่ยต่างอ๋อนี่ในขณะเป็นน้องอ่ะคือลูกครูเป็ดชนะบ่เยอะกับบ้านมาช่วยกอดตอนกอดบ้านยกเลยเอาก้นเสยยังท่าก้นเสยบ่เยอะนั่งคือการจุ่มมือประดาสายให้ปรับเอาชีชังนั่งก็มาเกี่ยก้นเสยยังเป๊ะประหยัดเฉลยก้นเสยสู้ไว้ยังนี่คือท่าจับประดอยครั้งหน้ากรอนตาเสียสวยเนี่ยใหญ่ท่าชื่อประดาสายเพลียมาเกยสำได้ทั่วจีก็ออกแค่เพลียนตายมาดองหายเฉลี่ยขนมอากาศนั่งก็กับบ้านรุ่นชีชังจังละมองปอนใต้ก้นเสยเจืองละอ้อระบอบแอดมินตั้งปีนั่งเหมือนบ้านบรรชบสำได้ตรำนั่งเต้คือปูกอดในบรรทอการสำได้ระบอบกอดตีดำไปเอาชีชังรัตตะเจือใหญ่แม่สำได้ซ้อมนู้ซ้อมปีนั่งมีกองสบายตาเหมือนตีชีชังนั่งจือหลังสลองไงแค่นี้ขณะไปแดดปูกอดกำปงใต้สำได้โนโซไว้บานลือสำเลยเนี่ยแดดกอดจูลอยมือไทยปูระบอบก่อนกรอนแต่กอดลือสำเลยนั่งหายคือกอดหลังเป็นจัดตายมาดองโดยซาตามันเนี่ยนั่งก็คือเมาจำเป็นละออกคลั่งเหมือนเต้นปีโปรธากอดดังหายท่ามันเนี่ยนั่งมาปรับดำนั่งไว้มาดอกก่อนหายดำนั่งนู้คือดำนั่งได้ท่าพวกปีรอยกบ้าได้กอดติงเมาจินจำนู้ตรึกบานงอบเอาหายดำนั่งนี่หายเชี่ยดำนั่งได้กอดจังบานหายจังเอาชีเฉิงสดับลือบันเต้นติดเนี่ยต่างออกนี่หนึ่งดังหายท่าหายดไว้พวกกอดงอบใบจีกอดสบายจัดตัวเองกลายเมาชีเฉิงหนึ่งสู้ไว้กอดบานเมาเป็นนัดพวกได้งอบนู้ชีเฉิงบันต่อปีกอดเป็นนัดหายกอดสังเกตเคยท่าพวกประเภทอ๋อนั่งคือมันอาจรู้เนบานยูหนูตีสู้ไว้ก็กับบ้านตอบทางไม่จังเนไปเดี๋ยวก็ติงปวดนังแมวกอดบ้านสู้มาจับปวดรุ่ยหายทับปวดนังคือประเภทปุ้ยปวดเปรย์ให้กอดกับบ้านจิงจังเวียตามบ้านประเภทปวดเปรย์ได้เอาจำน้อยมันเอาข้อหนูเต้ไม่กับปวดถึงอ๋อนังสลับจังชีชังก็กับแท้เวียมันแมนเตะต้องนังจำน้อยหนูเต้ปั่นใต้คือเตะต้องนังประเภทปวดก็แท้สู้ไว้ยังนังใจเบาเกยแหละขณะท่าเกลวปุ้ยปวดมันละเอาอย่างจังนะสู้ไว้เลยหายก็ปากไก่ก็ท่ามันไอ้หนูเต้ปีโปรทากอดทลบชีบบอกกันเลิกเนตีนูจะบ้านหน้าทาปูเกนั่งเหมือนบองประกอบหนูเต้ปะให้จิปูนั่งซีไอเข้าให้บันงอบจังชีเฉิงกรอนตะลือจังอ่ะก็สู้ไว้เพลียมตายมาดองทาติงปีกะไหลน่ะให้สู้ไว้กับบ้านปรับก็ท่าคือติงเมาปีกาสถานหลวงปู่ว่างกะไหลนั่นคือเมียงเกยชมละอ่อนนะมันไอบอกประหนูเต้ชีเฉิงอ่ะกรอนตะลือจังให้อ่ะก็กับปรับไอสู้ไว้ในจำก่อนนั่งเตะให้ก่อนนั่งกับเจนแต่กลางเนี่ยแต่ออกนี่ตีเหมือนท่าก็เตยน่ะให้กรอนแต่ชีเฉิงเจนเตบัดกอนเสยเยนั่นเกิดยำยอมองปีโปร
ព្រោះថាគ្រប់យ៉ាងគឺដំណើរការតាមផែនការរបស់គាត់ទាំងអស់រួចហើយគាត់ក៏បានសម័យទៅដល់អតីតកាលតាមក៏ពិតទៅអ្នកទាំងអស់គ្នាសួរអ្វីគឺគាត់ដឹងច្បាស់ហើយថាប្រភេទពូជពស់ហ្នឹងគឺមិនល្អនោះទេហើយគាត់ដឹងថាពស់ហ្នឹងនឹងងាប់ក្នុងរយៈពេលមួយខែក្រោយមករឿងអីគាត់មិនដឹងបើគាត់មានជំនាញផ្នែកពស់ហើយហ្នឹងហើយទោះបីជាគាត់ដឹងរឿងហ្នឹងទាំងអស់ហើយក៏ដោយអ្នកទាំងអស់គ្នាក៏គាត់នៅតែសម្រេចចិត្តទិញពស់ហ្នឹងយកមកចិញ្ចឹមហើយសំណួរសួរថាហេតុអីបានគាត់ទិញអញ្ចឹងគឺដើម្បីតាក់ទាញឈីឆឹងនឹងឯងអ្នកទាំងអស់គ្នាហើយកុំគិតថាកូនស្រីយើងអត់ឆ្លាតណាដើម្បីទៅតាក់ប្រុសសុកចិត្តចំណាយលុយទៅទិញពស់អត់អំពើ no គិតខុសហើយកូនស្រីយើងឆ្លាតណាស់វិធីសាស្ត្ររបស់គាត់មួយហ្នឹងណាតាក់បានទាំងប្រុសហើយចំណេញទាំងលុយទៀតពីព្រោះគាត់គិតថារឿងហ្នឹងបើឈីចឹងមកពាក់ព័ន្ធហើយគឺគាត់គ្មានថ្ងៃខាតនោះទេហើយចង់ដឹងថាចំណេញដោយរបៀបណានោះគឺនៅភាគទី4នឹងដឹងហើយប៉ុន្តែភាគទី4អ្នកទាំងអស់គ្នានឹងបន្តជួបជាមួយនឹង admin ស៊ីអ៊ុនជាបន្តភាគទី3របស់យើងត្រូវបានបញ្ចប់តែត្រឹមនេះប៉ុន្តែនៅចុងកន្ទុយភាគទី3គេបានបង្ហាញ extra ឲ្យយើងឃើញបន្តិចថានៅពេលដែលស៊ូវ័យចាក់ចេញពីតារាងបាល់បោះនៅថ្ងៃនោះឈីឆឹងគឺគាត់បានដឹងរួចទៅហើយថាស៊ូវ័យកំពុងតែដាក់អន្ទាក់គាត់តែការដាក់អន្ទាក់ដែលគាត់យល់នឹងមិនមែនជាការដាក់អន្ទាក់ពិតប្រាកដរបស់ស៊ូវ័យនោះទេគឺគាត់យល់ថាស៊ូវ័យកំពុងតែដាក់អន្ទាក់ហ្នឹងគឺដើម្បីតាក់ទាញគាត់ឲ្យទៅស្រឡាញ់តែប៉ុណ្្នឹងឯងគឺគាត់មិនទាន់ដឹងពីគោលបំណងពិតរបស់កូនស្រីឯកយើងនៅឡើយនោះទេហើយនេះគឺជា QR code សម្រាប់ fan ដែលមានបំណងលើកទឹកចិត្តដល់ admin អរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត This is a drama. I'm the drama.